ជំរាបសួរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នានៅពេលនិយាយដល់ប្រទេសស្វីសតើលោកអ្នកនឹកឃើញដល់អ្វីមុនគេនាฬิកាដ៏ល្អប្រណិតសូកូឡាដ៏ឈ្ងុយឆ្ងាញ់ឬទេសភាពភ្នំអាលដ៏ស្រស់ត្រកាលពិតណាស់ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ប្រទេសស្វីសប៉ុន្តែថ្ងៃនេះយើងនឹងនាំអារម្មណ៍លោកអ្នកទៅស្វែងយល់ពីទិដ្ឋភាពមួយទៀតរបស់ប្រទេសស្វីសដែលជាមហាអំណាចលាក់កំបាំងមួយនៅក្នុងពិភពបច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងពិភពលោកដែលកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងវិស័យបច្ចេកវិទ្យាប្រទេសស្វីសបានបង្ហាញនូវវត្តមានយ៉ាងលេចធ្លោជាអ្នកដឹកនាំដ៏សំខាន់មួយមិនថានៅក្នុងវិស័យបញ្ញាសិប្បនិម្មិត AI របូតវិទ្យា Robotics បច្ចេកវិទ្យា Quantum ឬជីវបច្ចេកវិទ្យា Biotic នោះទេស្វីសតែងតែឈរនៅជួរមុខជានិច្ចវីដេអូនេះនឹងលាតត្រដាងពីបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសស្វីសហេតុអ្វីបានជាប្រទេសតូចមួយនេះអាចក្លាយជាមជ្ឈមណ្ឌលនាវានុវត្តន៍ពិភពលោកនិងអ្វីជាទិសដៅអនាគតរបស់ពួកគេតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាស្វីសមជ្ឈមណ្ឌលនាវានុវត្តន៍ពិភពលោកប្រទេសស្វីសត្រូវបានគេទទួលស្គាល់ជាសកលថាជាប្រទេសមួយដែលមានការច្នៃប្រឌិតខ្ពស់បំផុតអស់រយៈពេល15ឆ្នាំជាប់ជាប់គ្នាប្រទេសស្វីសបានជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងសន្ទុះនវានុវត្តន៍សកល Global Innovation Index តើអ្វីទៅជាអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យនេះកត្តាគន្លឹះដែលធ្វើឲ្យស្វីសក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍បរិយាកាសមានស្ថិរភាពប្រទេសស្វីសមានបរិយាកាសនយោបាយនិងសេដ្ឋកិច្ចមានស្ថិរភាពខ្ពស់ដែលជាកត្តាចម្បងនៅក្នុងការទាក់ទាញវិនិយោគនិងការអភិវឌ្ឍបច្ចេកវិទ្យាស្ថាប័នអប់រំលំដាប់ពិភពលោកសាកលវិទ្យាល័យល្បីៗដូចជា ETH Zurich និង EPFL គឺជាបេះដូងនៃនវានុវត្តន៍ស្វីសស្ថាប័នទាំងនេះមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សដែលមានសមត្ថភាពប៉ុណ្ណោះទេថែមទាំងជាកន្លែងបង្កើតការស្រាវជ្រាវនិងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតផងការវិនិយោគខ្ពស់លើការស្រាវជ្រាវនិងអភិវឌ្ឍ R&D រដ្ឋាភិបាលនិងវិស័យឯកជននៅស្វីសបានបដិញ្ញាចិត្តខ្ពស់នៅក្នុងការវិនិយោគលើ R&D ដែលជាការជំរុញឲ្យមានការរកឃើញនិងការច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់គោលគំនិតនវានុវត្តន៍វប្បធម៌នៃការច្នៃប្រឌិតនិងការគាំទ្រដល់ក្រុមហ៊ុន Startup គឺជាកម្លាំងចលករដ៏សំខាន់បច្ចេកវិទ្យា Deep Tech កម្លាំងចលករថ្មីពាក្យថា Deep Tech កំពុងតែលេចធ្លោឡើងនៅក្នុងពិភពបច្ចេកវិទ្យា Deep Tech សំដៅទៅលើបច្ចេកវិទ្យាដែលផ្អែកទៅលើការរកឃើញវិទ្យាសាស្ត្រឬវិស្វកម្មដ៏ស៊ីជម្រៅដែលមានសក្តានុពលនៅក្នុងការផ្លាស់ប្ដូរពិភពលោកប្រទេសស្វីសគឺជាមហាអំណាច Deep Tech មួយយោងតាមរបាយការណ៍ Swiss Deep Tech Report 2026ប្រទេសស្វីសបានឈរនៅលំដាប់លេខ1លើពិភពលោកសម្រាប់ការវិនិយោគលើ Deep Tech បើធៀបទៅនឹងចំណែកនៃការវិនិយោគសរុប 63% នៃការវិនិយោគ VC ទាំងអស់ទៅលើ Deep Tech នឹងឈរនៅលំដាប់កំពូលទាំង3លើពិភពលោកសម្រាប់ការវិនិយោគ Deep Tech របូតវិទ្យា Robotics ស្វីសមានភាពល្បីល្បាញខាងការអភិវឌ្ឍ Robot ឆ្លាតវៃដែលអាចដើរឡើងភ្នំ manipulate photo និងសម្របខ្លួនទៅនឹងបរិយាកាសស្មុគស្មាញបច្ចេកវិទ្យា Quantum Technology ស្វីសកំពុងវិនិយោគយ៉ាងខ្លាំងក្លាទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យា Quantum រួមទាំង Quantum Computing, Quantum Sensing និង Quantum Communication ជីវបច្ចេកវិទ្យា Biotic និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ Medtech ស្វីសមានប្រវត្តិយូរលង់នៅក្នុងវិស័យនេះដែលមានក្រុមហ៊ុន Startup ជាច្រើនកំពុងបង្កើតការព្យាបាលថ្មីៗឧបករណ៍វិនិច្ឆ័យរោគទំនើបនិងឧបករណ៍វិទ្យាសាស្ត្រសង្គ្រោះជីវិតបច្ចេកវិទ្យាអាកាស Area and Space ពីប្រព័ន្ធផ្កាយរណបរហូតដល់ Drone ស្វ័យយ័តក្រុមហ៊ុន Startup ស្វីសកំពុងបង្កើតអនាគតនៃប្រព័ន្ធអាកាសនិងអវកាសបច្ចេកវិទ្យាអាកាសធាតុនិងថាមពល Climatic and Energy ក្រុមហ៊ុន Startup រាប់រយបានផ្ដោតទៅលើការដោះស្រាយបញ្ហាប្រឈមផ្នែកអាកាសធាតុនិងថាមពលបញ្ញាសិប្បនិម្មិត AI និងរបូតវិទ្យា Robotics ចូលស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពី AI និង Robotics ដែលជាវិស័យសំខាន់ពីរដែលស្វីសកំពុងនាំមកគេ ETH Zurich និង EPFL មជ្ឈមណ្ឌល AI ជាតិរបស់ស្វីសសាកលវិទ្យាល័យ ETH Zurich និង EPFL
បានបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងការអភិវឌ្ឍ AI ដោយបានបង្កើតវិទ្យាស្ថាន AI ជាតិ Swiss National AI Institute SNAI SNAI មានគោលបំណងដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យ AI ដោយប្រើប្រាស់ជំនាញវិទ្យាសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេគោលដៅសំខាន់របស់ SNAI ពន្លឿនការស្រាវជ្រាវ AI SNAI នឹងជំរុញការស្រាវជ្រាវ AI លើទ្រង់ទ្រាយធំដោយប្រើប្រាស់ Super Computer ដែលមាន AI Super Chip GPU ជាង 10,000 បង្កើន AI Foundation Model ជាតិរបស់ SNAI និងបង្កើត AI Foundation Model ជាតិដំបូងរបស់ Swiss សម្រាប់ភាសាដោយផ្ដោតលើ AI ដែលបើកចំហនិងគួរឲ្យទុកចិត្តបណ្ដុះបណ្ដាលអ្នកជំនាញ AI វិទ្យាស្ថាននេះនឹងផ្ដោតលើការបណ្ដុះបណ្ដាលអ្នកជំនាញ AI សម្រាប់វិស័យសិក្សានិងឧស្សាហកម្មដើម្បីបង្កើនធនធានមនុស្សដែលមានទេពកោសល្យឧទាហរណ៍ជាក់ស្ដែងនៃនវានុវត្តន៍ AI និង Robotics Anybotic ក្រុមហ៊ុន Startup នេះបានបង្កើត Robot ជើង4 Quantum Robot ឈ្មោះ Animal ដែលអាចដើរនៅក្នុងបរិយាកាសលំបាកនិងត្រូវបានប្រើប្រាស់សម្រាប់ការត្រួតពិនិត្យឧស្សាហកម្ម Assistive Technology Swiss កំពុងអភិវឌ្ឍបច្ចេកវិទ្យាជំនួយ Assistive Technologies ដូចជា Robot ឆ្កែណែនាំនិង Smart Can ដើម្បីជួយដល់ជនពិការបច្ចេកវិទ្យា Quantum Technologies បច្ចេកវិទ្យា Quantum គឺជាវិស័យមួយដែលសន្យាថានឹងផ្លាស់ប្ដូរពិភពលោកយ៉ាងខ្លាំងប្រទេសស្វីសបានទទួលស្គាល់ពីសក្តានុពលនេះហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ Quantum ដើម្បីពង្រឹងតួនាទីរបស់ខ្លួនជាអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោកយុទ្ធសាស្ត្រជាតិ Quantum របស់ Swiss Quantum Strategy ការវិនិយោគយុទ្ធសាស្ត្រនេះអំពាវនាវឲ្យមានការវិនិយោគនៅចន្លោះពី200ទៅ300លានហ្វ្រង់ស្វីសការបង្កើតមជ្ឈមណ្ឌល Quantum ជាតិនឹងមានការបង្កើតមជ្ឈមណ្ឌល Quantum ជាតិមួយនិងមានការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដូចជា Clean Room Test Facility និងមជ្ឈមណ្ឌលឯកទេសសម្រាប់ Quantum Sensing Communication និង Simulation ការបំលែងការស្រាវជ្រាវទៅជាពាណិជ្ជកម្មគោលដៅសំខាន់មួយគឺការបំលែងការស្រាវជ្រាវសិក្សាដ៏រឹងមាំរបស់ Swiss ទៅជាក្រុមហ៊ុន Startup បច្ចេកវិទ្យាពាណិជ្ជកម្មនិងការវិនិយោគឯកជនវិស័យសំខាន់នៅក្នុងបច្ចេកវិទ្យា Quantum Computing ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយការស្រាវជ្រាវនៅ Swiss កំពុងបន្តអភិវឌ្ឍកុំព្យូទ័រ Quantum ដែលមានអានុភាព Quantum Sensing និង Communication Swiss ក៏កំពុងអភិវឌ្ឍផលិតផលនៅក្នុងវិស័យ Quantum Cryptography និងការវាស់វែងដែលមានភាពរសើបខ្ពស់ជីវបច្ចេកវិទ្យា Biotech និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ Swiss មានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរមកហើយនៅក្នុងវិស័យជីវវិទ្យានិងវេជ្ជសាស្ត្រវិស័យ Biotech និង Medtech នៅតែជាសសរស្តម្ភដ៏សំខាន់នៃនវានុវត្តន៍របស់ប្រទេសការរីកចម្រើននៅក្នុងវិស័យ Biotech និង Medtech ការព្យាបាលថ្មីក្រុមហ៊ុន Startup Swiss កំពុងត្រួសត្រាយផ្លូវនៅក្នុងការបង្កើតការព្យាបាលប្លែកៗ Breakthrough Therapy និងវេទិកាស្វែងរកថ្នាំជំនាន់ក្រោយឧបករណ៍វិនិច្ឆ័យរោគនិងវះកាត់ភាពជាក់លាក់របស់ Swiss បានជួបជាមួយនឹងនវានុវត្តន៍ផ្នែកថែទាំសុខភាពដោយមានការអភិវឌ្ឍឧបករណ៍វិនិច្ឆ័យរោគទំនើបរបូតវះកាត់និងឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត Tech Bio នេះគឺជាវិស័យថ្មីមួយដែលជីវវិទ្យាជួបជាមួយនឹងការរៀនMachine Learning ក្រុមហ៊ុន Startup Swiss កំពុងប្រើប្រាស់ AI និងឧបករណ៍គណនាដើម្បីបដិវត្តការអភិវឌ្ឍថ្នាំនិងការស្រាវជ្រាវជីវសាស្ត្រឧទាហរណ៍ជាក់ស្ដែង Climwork ក្រុមហ៊ុននេះមិនមែនជា Biotech ដោយផ្ទាល់ទេប៉ុន្តែជាឧទាហរណ៍នៃបច្ចេកវិទ្យាដែលដោះស្រាយបញ្ហាសកល Climwork គឺជាក្រុមហ៊ុន Swiss ឈានមុខគេនៅក្នុងការចាប់យកកាបូនឌីអុកស៊ីតដោយផ្ទាល់ពីខ្យល់ Direct Air Capture ដែលមានសារៈសំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ MindMesh ក្រុមហ៊ុន Medtech នេះបង្កើតដំណោះស្រាយ Neurotechnology ដើម្បីជួយអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធប្រសាទដូចជាជំងឺដាច់សរសៃឈាមខួរក្បាលវិស័យបច្ចេកវិទ្យាផ្សេងទៀតក្រៅពីវិស័យសំខាន់ដែលបានរៀបរាប់ខាងលើប្រទេសស្វីសក៏មានភាពលេចធ្លោនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើនទៀតផងដែរ
Semiconductor និង Future of Compute ស្វីសកំពុងពន្លឿនបដិវត្តន៍ Quantum និង Nova Novat Semiconductor ជាមួយនឹងក្រុមហ៊ុន Startup ដែលបង្កើត Hardware Computer ជំនាន់ក្រោយ Technical Enterprise Software ក្រុមហ៊ុន Startup ស្វីសកំពុងបង្កើត Software ហេដ្ឋារចនាសម្ព័ន្ធដែលជំរុញសហគ្រាសទំនើបពីវេទិកា AI រហូតដល់ប្រព័ន្ធស្វ័យប្រវត្តិកម្មឧស្សាហកម្ម Climate Tech និង Energy ក្រុមហ៊ុន Startup រាប់រយបានផ្ដោតទៅលើការដោះស្រាយបញ្ហាប្រឈមផ្នែកអាកាសធាតុនិងថាមពលឧទាហរណ៍ Cleanwork ដែលបានរៀបរាប់ខាងលើគឺជាផ្នែកមួយនៃវិស័យនេះហើយអ្វីបានជា Switch ជោគជ័យតើអ្វីជាកត្តាដែលធ្វើឲ្យប្រទេស Switch ជាប្រទេសតូចមួយអាចក្លាយជាមហាអំណាចបច្ចេកវិទ្យាពិភពលោកការអប់រំនិងការស្រាវជ្រាវលំដាប់ពិភពលោកសាកលវិទ្យាល័យដូចជា ETH Zurich និង EPFL គឺជាប្រភពនៃទេពកោសល្យនិងនវានុវត្តន៍ពួកគេផលិតអ្នកវិទ្យាសាស្ត្រនិងវិស្វករដែលមានសមត្ថភាពខ្ពស់និងបង្កើតការរកឃើញវិទ្យាសាស្ត្រថ្មីៗវប្បធម៌សហគ្រិនភាព Swiss មានរបៀបដ៏រឹងមាំនៃការគ្រប់គ្រងដល់ក្រុមហ៊ុន Startup និងការបំលែងការស្រាវជ្រាវទៅជាផលិតផលពាណិជ្ជកម្មការវិនិយោគមានការវិនិយោគយ៉ាងច្រើនទាំងវិស័យឯកជននិងរដ្ឋាភិបាលទៅលើ Deep Tech និង R&D បរិយាកាសអំណោយផលស្ថិរភាពនយោបាយសេដ្ឋកិច្ចរឹងមាំនិងច្បាប់ដែលគ្រប់គ្រងដល់អាជីវកម្មគឺជាកត្តាជំរុញដ៏សំខាន់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នសិក្សាឧស្សាហកម្មនិងរដ្ឋាភិបាលគឺជាគន្លឹះនៃភាពជោគជ័យទិសដៅអនាគតប្រទេសស្វីសមិនត្រឹមតែឈរនៅជួរមុខនៃបច្ចេកវិទ្យាប៉ុណ្ណោះទេថែមទាំងកំពុងកំណត់ទិសដៅសម្រាប់អនាគតទៀតផងការពង្រឹង AI និង Quantum ជាមួយនឹងការបង្កើត SNAI និងយុទ្ធសាស្ត្រជាតិ Quantum ស្វីសកំពុងបដិញ្ញាចិត្តពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងវិស័យទាំងនេះការដោះស្រាយបញ្ហាសកលនវានុវត្តន៍របស់ស្វីសដូចជា Cleanwork គឺជាឧទាហរណ៍ដ៏ល្អមួយនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមសកលដូចជាការប្រែប្រួលអាកាសធាតុការបណ្ដុះបណ្ដាលទេពកោសល្យការវិនិយោគលើការអប់រំនិងការបណ្ដុះបណ្ដាលអ្នកជំនាញបច្ចេកវិទ្យាជំនាន់ក្រោយគឺជាគន្លឹះនៅក្នុងការរក្សាភាពប្រកួតប្រជែងរបស់ស្វីសសរុបមកប្រទេសស្វីសគឺជាគំរូដ៏ល្អមួយនៃរបៀបដែលប្រទេសតូចមួយអាចក្លាយជាមហាអំណាចនវានុវត្តន៍ពិភពលោកតាមរយៈការវិនិយោគលើការអប់រំនិងការស្រាវជ្រាវនិងការគាំទ្រដល់បច្ចេកវិទ្យា Deep Tech ភាពជោគជ័យរបស់ស្វីសមិនមែនជាគ្រោះថ្នាក់នោះទេប៉ុន្តែគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នានិងចក្ខុវិស័យវែងឆ្ងាយ